មួយពីរបាយស្វាគមន៍សមាជិកថ្មីបាទមានអារម្មណ៍មិនដែរសប្បាយចិត្តនៅពេលដែលយើងបានត្រឡប់មកវិញគាត់នឹងមកជាគ្រូអ្នកចាំទីតើណាត់ចែកអត់សាទរមួយបាទឥឡូវនេះយើងមកហាត់វិញដោយសារយើងប្រហែលជា3-4ថ្ងៃដែរណាគ្រូរវល់ដែរហើយថ្ងៃនេះគ្រូចង់ណែនាំសមាជិកថ្មីដែលអត់ទាន់ប្រកាសក្នុងเพจជាផ្លូវការទេប៉ុន្តែគាត់នឹងមកជាគ្រូអ្នកចាំទីតើណាត់ចែកអត់សាទរមួយបាទអញ្ចឹងយើងមានសមាជិកបន្ថែមជួយគ្រូបន្ថែមម្នាក់ទៀតណាអញ្ចឹងគាត់ក៏ជាអតីតកីឡាកររបស់ AFC United របស់យើងដែរតែពីមុនយើងជា AFC យុទ្ធតើណាត់អញ្ចឹងគាត់នៅធ្លាប់នៅក្រុមធំមួយគ្នាដែរតើនេះឥឡូវគាត់ក្រោយពីចប់ទីឡាយទៅយើងស្ងាត់មួយរយៈគ្រូទាំងអីយើងរវល់ការងាររៀងខ្លួនណាឥឡូវបានវិញមានអារម្មណ៍មិនដែរសប្បាយចិត្តនៅពេលដែលយើងបានត្រឡប់មកវិញហើយណាមួយជាឱកាសដែរដែលបានបរៀនប្រហាត់ទៅដល់យុវជនជំនាន់ក្រោយដែលគាត់ចង់លេងជាតួនាទីចាំទីឬក៏ហៅថា goalkeeper អញ្ចឹង goalkeeper ជាកន្លែងមួយចុងក្រោយគេហើយនៃខ្សែការពារណាវាជាការពីចុងក្រោយបើសិនជា goalkeeper យើងភ័យខ្លាចអត់ហ៊ានលេងជាមួយនឹងខ្សែប្រយុទ្ធរបស់គេការសម្រេចចិត្តរបស់យើងអត់ឡារហួនការលេងរបស់យើងនៅភ័យខ្លាចគឺអត់ទៅរួចទេអញ្ចឹងយើងចូលប្រកួតធំអត់កើតទេអានឹងជាគោលការណ៍របស់ goalkeeper បាទហើយជាទូទៅបងសង្កេតមើលឃើញភាគច្រើនការលេងបាល់ហើយភាគច្រើនកម្រដែលមានអ្នកដែលស្ម័គ្រចិត្តរើសរ៉ូលលេងអ្នកចាំទីភាគច្រើនចេញមកខ្សែប្រយុទ្ធចេញមកខ្សែបារ៉ាការពីប៉ុន្តែអ្នកចាំទីអត់សូវប៉ុន្មានទេអញ្ចឹងមានថាការលេងអ្នកចាំទីក៏សំខាន់ដែរបើអត់អ្នកចាំទីសួរថាក្រុមលេងទៅកើតអត់បើយើងនិយាយឲ្យជាក់ស្ដែងទៅក្រុមអាចលេងកើតប៉ុន្តែខ្វះអ្នកចាំទីវាពិបាកលេងជាងយើងអត់មានអ្នកចាំទីអញ្ចឹងណាប៉ុន្តែក្រុមត្រូវលះបង់ដូចជាយើងមានកាតក្រហមឬក៏អីមួយយើងអាចលេងបានដោយអត់មានអ្នកចាំទីអញ្ចឹងណាប៉ុន្តែបើសិនជាយើងអត់មានអ្នកចាំទីគឺពិបាកទី1អ្នកចាំទីអាចមើលគ្រប់ទិសនៃតារាងបាល់ទ័តរបស់យើងទីលានរបស់យើងគឺខ្សែការពារខ្សែប្រយុទ្ធខ្សែបារ៉ាក៏ដោយគឺគាត់អត់មើលបានគ្រប់ជ្រុងជ្រោយទេនៃកន្លែងការពារណាមួយកន្លែងព្រោះឃ្លាណាមួយដែលចម្លប់ប្រហោងសម្រាប់តែប្រយុទ្ធរបស់គេឬខ្សែបម្រើរបស់គេអាចចោះចូលទៅតំបន់គ្រោះថ្នាក់របស់អ្នកចាំទីបានអញ្ចឹងអ្នកចាំទីត្រូវមានភាពក្លាហានហើយមួយទៀតបើសិនជាបងនៅជាអ្នកចាំទីទៀតដោយលោកគ្រូអញ្ចឹងខ្ញុំធ្លាប់ជេរគាត់ដោយសារគាត់លេងបារ៉ាផងអីផងនិយាយស្មោះត្រង់ធ្លាប់ហើយគាត់លេងអត់មើលគ្នាលេងអត់មើលក្រោមមើលអីទេហើយចន្លោះនេះតនេះយើងប្រាប់ពីចំណុចខ្វះខាតដែលមិត្តរួមក្រុមយើងលេងទៅវាមានប្រឡោះប្រហោងអញ្ចឹងអ្នកចាំទីគឺត្រូវមើងម៉ាត់អាហារក្នុងការសម្រេចចិត្តណាមួយដោយការសម្រេចចិត្តចេញយកបាល់ការសម្រេចចិត្តរងចាំឲ្យគេសុទ្ធអាហ្នឹងជាទុនទីរបស់យើងហើយពិបាកមែនទែនអ្នកចាំទីទម្រាំចាញ់បានមួយក្នុងក្លឹបមួយទាមទារការហ្វឹកហាត់ខ្លាំងជាងកីឡាករអញ្ចឹងការអត់ធ្មត់ស្មារតីកម្លាំងគឺត្រូវទៅទាំងព្រមបើមិនទៅទាំងព្រមទេបាក់អរគុណច្រើនអញ្ចឹងគេដែរបោះទៅឲ្យបងជាមួយឥឡូវយើងចាំបានអត់ទេដែលរបៀបនៃការស្វាគមន៍សមាជិកថ្មីយើងមកធ្វើម៉េចស្វាគមន៍សមាជិកថ្មីអានេះរត់ចូលអានេះបាទតោះមួយពីរបាយស្វាគមន៍សមាជិកថ្មីបាទតោះឥឡូវនេះយើងចាប់ផ្ដើមក្នុងការហាត់ប៉ុន្តែអ្នកចាំទីអាចទៅកណ្ដាលស្ដុំនៅនោះសិនណាចាំដល់គ្រូមកចាំគ្រូហៅតា